បើចង់ឲ្យអ្នកដតីស្រឡាញ់យើងគឺត្រូវធ្វើចំពោះអ្នកដតីដូចអ្វីដែលយើងចង់ឲ្យគេធ្វើចំពោះយើងដែរ គ្រូមានកលឹកអីបកស្រាយថាយើងត្រូវស្គាល់ខ្លួនឯងប៉ុន្តែយើងក៏ត្រូវស្គាល់ពីគេដូចគ្នាមានកលឹកតិចនេះបែបណាបើចាប់ផ្ដើមពីយើងស្គាល់ខ្លួនយើងយើងដឹងថាយើងនឹងចង់បានមនុស្សបែបណា1 2 3 4 5អញ្ចឹងស្រាប់តែយើងបានរៀនសូត្រពីបុគ្គលហ្នឹងគាត់អត់មានគ្រប់5ហ្នឹងទេគាត់មានតែ3គាត់ខ្វះ2ទៀតអញ្ចឹងយើងទទួលយកនៅអ្វីដែលគាត់មានហើយយើងទទួលយកនៅអ្វីដែលគាត់ខ្វះអត់អញ្ចឹងយើងកុំរំពឹងលើអ្វីដែលគេមិនមានប៉ុន្តែយើងត្រូវផ្ដល់ឲ្យបង្គ្រប់នៅលើអ្វីដែលគាត់អត់មាននឹងវិញសួរថាតើយើងត្រូវធ្វើយ៉ាងម៉េចគឺយើងត្រូវបំពេញបន្ថែមអញ្ចឹងគេហៅថាបើចង់ឲ្យអ្នកដតីស្រឡាញ់យើងគឺត្រូវធ្វើចំពោះអ្នកដតីដូចអ្វីដែលយើងចង់ឲ្យគេធ្វើចំពោះយើងដែរតែអាចចំណុចដែលរំពឹងចង់បានហ្នឹងស្រាប់តែយូរទៅវាផ្លាស់ប្ដូរយើងត្រូវទទួលស្គាល់ទៀតថានៅលើโลกនេះគ្មានអ្វីមិនផ្លាស់ប្ដូរមិនប្រែប្រួលទេជាគន្លឹះអត់ប្របាក់ទេទី1ស្គាល់ខ្លួនឯងស្គាល់មនុស្សដែលយើងជ្រើសរើសហើយយើងទទួលស្គាល់ការពិតថាគាត់មានចំណុចវិជ្ជមានមិនដែលយើងត្រូវទទួលយកហើយចំណុចអវិជ្ជមានគាត់មិនក៏យើងត្រូវទទួលយកតែយើងដឹងស្រាប់ហើយយើងអត់បាច់ទៅឈឺចិត្តទេបើចំណុចហ្នឹងវាដូចការរំពឹងទុករបស់យើងហើយនឹងធ្វើឲ្យយើងមានក្តីសុខយើងស្ងប់ចិត្តអញ្ចឹងបានពេលខ្លះវាត្រូវការពេលវេលាដែរ